ផ្ទះនេះជាមរតកពីតាខ្ញុំកុំរស់នៅទីនេះយូរមានរឿងមិនល្អខ្ញុំមិនជឿរឿងខ្មោចទេសងបំណុលឲ្យខ្ញុំនរណានៅទីនោះគ្រួសារអ្នកជំពាក់ជីវិតខ្ញុំស្រីម្នាក់នេះជានរណានាងឈ្មោះសុភានាងស្លាប់ដោយអយុត្តិធម៌នាងធ្វើឲ្យកូនខ្ញុំស្លាប់ខ្ញុំអត់បានធ្វើទេគ្រួសារអ្នកត្រូវសងជីវិតឈាមត្រូវសងដោយឈាមសូមលែងខ្ញុំទៅមិនទាន់ដល់ពេលទេវិញ្ញាណនេះពោពេញដោយគំនុំខ្ញុំត្រូវធ្វើដូចម្ដេចរកការពិតហើយសូមអភ័យទោសព្រះអើយនេះជាសាកសពនាងទីបំផុតអ្នករកឃើញហើយវិញ្ញាណអើយចូលស្ងប់ចិត្តខ្ញុំចង់បានយុត្តិធម៌ខ្ញុំសុំទោសជំនួសគ្រួសារខ្ញុំសងបំណុលនេះជំនួសបុព្វបុរសខ្ញុំចិត្តអ្នកខុសពីពួកគេ